កម្ដៅការទូតរវាងកម្ពុជានិងថៃបានហក់ឡើងដល់កម្រិតក្តៅគគុកសាជាថ្មីនៅលើឆាកអន្តរជាតិបន្ទាប់ពីលោកស៊ីហាស័កភួងកេតកៅឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានផ្ញើលិខិតផ្លូវការចុះថ្ងៃទី7ខែសីហាឆ្នាំ2026ទៅកាន់លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដើម្បីសម្ដែងនៅការខកចិត្តយ៉ាងខ្លាំងនិងច្រានចោលនៅសេចក្តីថ្លែងការណ៍បេសកកម្មរបស់អ្នករាយការណ៍ពិសេស UN គឺលោក Tom Andrews ភាគីថៃបានចោទប្រកាន់ថាសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរូបនេះគឺមានលក្ខណៈមិនត្រឹមត្រូវមិនយុត្តិធម៌ថែមទាំងធ្វើលើសពីដែនសមត្ថកិច្ចដែលប្រគល់ដោយក្រមប្រឹក្សាសិទ្ធិមនុស្ស UNHRC រដ្ឋមន្ត្រីការបរទេសថៃរូបនេះអះអាងថារបាយការណ៍នេះគឺមានព័ត៌មានបកស្រាយបកប្រែខុសនិងមិនបានត្រួតពិនិត្យឲ្យបានស៊ីជម្រៅព្រមទាំងបានកេងចំណេញនយោបាយយកទៅប្រើប្រាស់ខណៈលោក Tom Andrews មិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យថៃបកស្រាយឡើយថៃថែមទាំងបានចោទប្រកាន់ថាដើមហេតុនៃចំនួននេះមិនមែនកើតចេញពីថៃនោះទេប៉ុន្តែមកពីកម្ពុជាបានវាយប្រហារទៅលើគោលដៅជនស៊ីវិលថៃមុនកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ហើយតួលេខជនភៀសសឹក 65,000 នាក់ក៏ដូចជាពលករ 90,000 នាក់នេះត្រូវបានថៃបកស្រាយថាជាទិន្នន័យមិនត្រឹមត្រូវនិងជាការវិលត្រឡប់ដោយស្ម័គ្រចិត្តតែប៉ុណ្ណោះស្របពេលជាមួយគ្នានេះលោកចៃថៃឧបករនីទឹកសិនអគ្គនាយកនៃនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការបរទេសថៃបានចេញមុខមកបញ្យល់បន្ថែមដោយសង្កត់ធ្ងន់ថាកន្លងមកថៃបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់ UN ជាង40រូបហើយថៃក៏ជាសមាជិកនៃក្រុមប្រឹក្សាសន្តិមនុស្ស UNHRC ផងដែរលោកបានបញ្ជាក់ថាការចេញមុខមកតវ៉ារបស់ថៃគឺធ្វើឡើងឈរទៅលើគោលការណ៍និងការការពារពិតប្រាកដដោយសារតែសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរូបនេះវាបានប៉ះពាល់ទៅលើប្រទេសថៃយ៉ាងអយុត្តិធម៌និងបានបន្ថែមទៀតថាថៃបានផ្ញើលិខិតបកស្រាយជាផ្លូវការអំពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាថៃទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR នៅក្នុងក្រុងហ្សឺណែវតាំងពីថ្ងៃទី24ខែមិថុនាឆ្នាំ2026មកប៉ុណ្ណេះប៉ុន្តែលោក Tom Andrews នេះមិនបានយកទិន្នន័យនោះមកបូកបញ្ចូលនៅក្នុងរបាយការណ៍ឡើយចំពោះការអះអាងថារូបលោកបានផ្ញើសេចក្តីព្រាងឲ្យថៃមុននោះភាគីថៃបញ្ជាក់ថាគ្រាន់តែជាការផ្ញើអ៊ីមែលខ្លីៗមួយចំនួនដែលខុសពីនីតិវិធីការទូតហើយនៅពេលដែលថៃសួរដេញដោលបន្ថែមលោក Andrews មិនបានឆ្លើយតបវិញឡើយជាការឆ្លើយតបទៅនឹងការវាយបកនិងការចោទប្រកាន់យ៉ាងចាស់ដៃពីរដ្ឋាភិបាលទីក្រុងបាងកកលោក Tom Andrews អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បំភ្លឺភ្លាមៗដោយលោកបានសម្ដែងនៅការស្វាគមន៍ចំពោះមតិយោបល់និងការបកស្រាយដោយរដ្ឋាភិបាលថៃលោក Tom Andrews បានជម្រាបសារជាថ្មីថារូបលោកពិតជាបានផ្ញើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ត្រង់ផ្នែកដែលពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែននិងជំលៀសប្រជាពលរដ្ឋកម្ពុជាជូនទៅកាន់អាជ្ញាធរថៃចំនួន2ថ្ងៃមុនការចេញផ្សាយជាផ្លូវការពិតប្រាកដមែនទោះបីជាពេលនោះមិនទទួលបានការឆ្លើយតបវិញយ៉ាងណាក៏ដោយក៏លោកនៅតែបើកចំហចិត្តនិងទន្ទឹងរង់ចាំការជជែកពិភាក្សាជាមួយនឹងមន្ត្រីថៃជានិច្ចទាក់ទងទៅនឹងតួលេខប្រជាជនភៀសសឹកប្រមាណជា 65,000 នាក់ដែលភាគីថៃបានជំទាស់យ៉ាងខ្លាំងនោះលោក Tom Andrews ក៏បានបញ្ជាក់យ៉ាងច្បាស់ថាតួលេខនេះគឺត្រូវបានដកស្រង់ដោយផ្ទាល់ចេញពីរបាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិហើយការលើកឡើងរបស់លោកគឺឈរទៅលើមូលដ្ឋានគ្រឹះនៃក្តីបារម្ភផ្នែកសិទ្ធិមនុស្សអន្តរជាតិដែលត្រូវអនុវត្តដោយស្មើភាពដោយមិនគិតអំពីចំនួនឬក៏ការទាមទារលើអធិបតេយ្យភាពទឹកដីនោះឡើយនៅចំពោះមុខនៃការវាយប្រហារនិងការបកប្រែយកត្រូវរបស់ភាគីថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយយ៉ាងម៉ឺងម៉ាត់នារាត្រីថ្ងៃទី7ខែសីហាឆ្នាំ2026ដើម្បីចេញមុខមកការពារសេចក្តីថ្លែងការណ៍របស់លោក Tom Andrewsកម្ពុជាបានគូបញ្ជាក់ថាដំណើរបំពេញបេសកកម្មរយៈពេល12ថ្ងៃពោលគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31នៃខែកក្កដាឆ្នាំ2026របស់អ្នករាយការណ៍ពិសេស UN នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីទុក្ខវេទនានិងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋខ្មែរ
ដោយសារតែការឈ្លានពានរបស់កងទ័ពថៃពិតប្រាកដមែនក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាតួលេខប្រជាជនភៀសសឹកចំនួន 65,000 នាក់និងជាង 20,000 នាក់ដែលកំពុងតែបន្តស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នដោយមិនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយសារតែការកាន់កាប់របស់ភាគីថៃគឺពិតជាស្របគ្នាទាំងស្រុងទៅនឹងទិន្នន័យជាក់ស្ដែងដែលចងក្រងដោយភ្នាក់ងារ UN និងអង្គការមនុស្សធម៌នានាដែលកំពុងតែប្រតិបត្តិការផ្ទាល់នៅតាមតំបន់ព្រំដែនរួមទាំងកម្មវិធី World Food Program ឬក៏ហៅកាត់ថា WFP ផងដែរនៅក្នុងសេចក្តីថ្លែងការណ៍នោះកម្ពុជាបានកត់សម្គាល់បន្ថែមថាទោះបីជាអាជ្ញាធរថៃបានខិតខំប្រឹងប្រែងចេញមុខមកជំទាស់និងបដិសេធតួលេខទាំងអស់នោះយ៉ាងណាក៏ដោយក៏សេចក្តីថ្លែងការណ៍របស់ថៃខ្លួនឯងវាបានคล้ายទៅជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានប្រជាពលរដ្ឋជនស៊ីវិលកម្ពុជាជាច្រើនរងគ្រោះនិងភៀសសឹកពិតប្រាកដមែនហើយរហូតមកដល់ពេលបច្ចុប្បន្ននេះពួកគេនៅតែមិនអាចវិលត្រឡប់ទៅកាន់ភូមិករផ្ទះសម្បែងនិងដីធ្លីអាស្រ័យផលដើមរបស់ពួកគេវិញបានឡើយដោយសារតែការបន្តកាន់កាប់និងការដាក់របាំងដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាជារួមកម្ពុជាបានប្រកាសសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅនិងគាំទ្រយ៉ាងពេញទំហឹងជាទីបំផុតចំពោះការចុះមកផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីស្ថានភាពសិទ្ធិមនុស្សនិងជនភៀសសឹកពីសំណាក់ភ្នាក់ងារ UN ដែលពាក់ព័ន្ធនិងស្ថាប័នបេសកកម្មការទូតអន្តរជាតិនានាព្រមទាំងបានប្រកាសត្រៀមខ្លួនជាស្រេចនៅក្នុងការសម្របសម្រួលបង្កលក្ខណៈងាយស្រួលទៅដល់រាល់ដំណើរទស្សនកិច្ចស្រាវជ្រាវបន្ថែមទៅកាន់តំបន់រំលោភបំពាននៅតាមបណ្ដោយព្រំដែនដើម្បីទម្លាយការពិតជូនទៅដល់សហគមន៍អន្តរជាតិយ៉ាងពិតប្រាកដបងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពរាប់អានបងប្អូនស្ដាប់មិនច្រឡំទេអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាពិតជាមានទម្ងន់ខ្លាំងមែនទែនអ្នកឯងថាយ៉ាងម៉េចថារឿងនោះមិនពិតទេប្រជាជនមិនមែនចំនួនប៉ុណ្ណឹងហីប៉ុន្តែអ្នកឯងភ្លេចខ្លួនថាអ្នកឯងនិយាយជន់កែងខ្លួនឯងហើយអ្នកឯងយល់ស្របថាពិតជាមានប្រជាជនដែលកំពុងតែរងគ្រោះនៅតាមតំបន់ព្រំដែនបើទោះបីជាអ្នកបដិសេធថាចំនួនគឺមិនសមស្របក៏ដោយនេះហើយសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាយោធាថៃពិតជាកាន់កាប់នៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាប្រកបមែនយោធាថៃពិតជាគំរាមកំហែងរំលោភបំពានបិទបាំងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាប្រកបមែនដូច្នេះថៃខ្លួនឯងទេដែលប្រើប្រាស់កម្លាំងយោធាសូម្បីតែក្រសួងការបរទេសខ្លួនឯងក៏និយាយជន់កែងខ្លួនឯងដែរនេះហើយបងប្អូនគឺជាភាពពិតនៃទង្វើអាក្រក់ដែលមិនអាចយកឈ្នះទង្វើស្មោះត្រង់និងភាពពិតប្រាកដជាក់ស្ដែងដែលយើងកំពុងតែរងគ្រោះនោះទេលើកនេះយើងរងចាំមើលថាតើអង្គការសហប្រជាជាតិជាពិសេសគឺលោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនឹងគិតបែបណាចំពោះសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់អង្គការសហប្រជាជាតិតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃមួយនេះយើងនឹងរងចាំមើលអំពីលទ្ធផលជាក់ស្ដែងកម្ពុជាទន្ទឹងរងចាំជានិច្ចគ្រប់ស្ថាប័នគ្រប់អង្គការអន្តរជាតិទាំងអស់ឲ្យមកផ្ទៀងផ្ទាត់ចំនួនជាក់ស្ដែងទៅឲ្យមកឃើញជាក់ស្ដែងផ្ទាល់តែម្ដងនេះហើយបងប្អូនគឺជាចំណុចពិសេសហើយយើងបានទាក់ទាញអន្តរជាតិឲ្យចាប់អារម្មណ៍ហើយការទូតរបស់យើងកំពុងតែមានទម្ងន់ហើយដូច្នេះយើងនឹងទន្ទឹងរង់ចាំមើលអង្គការអន្តរជាតិនឹងមកផ្ទៀងផ្ទាត់ហើយមកដោះស្រាយហើយដំបូងឡើយយើងមិននឹកស្មានថារបាយការណ៍របស់យើងល្បីប៉ុណ្ណឹងទេបងប្អូនឥឡូវនេះដោយសារតែភាគីថៃគេធ្វើការតវ៉ាប៉ុន្តែតវ៉ាតែចំនួនភ្លេចគិតថាខ្លួនឯងទទួលស្គាល់ថាពិតជាមានប្រជាជនឬក៏ពិតជាមានយោធារបស់ថៃកំពុងកាន់កាប់ទឹកដីរបស់កម្ពុជាពិតប្រាកដមែនដូច្នេះដល់ពេលដែលកម្ពុជាប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់គោរពច្បាប់អន្តរជាតិនិងបង្ហាញភស្តុតាងចំពោះសហគមន៍អន្តរជាតិអង្គការអន្តរជាតិជាពិសេសពិភពលោកទាំងមូលឲ្យបានឃើញយ៉ាងច្បាស់ទៅនឹងទង្វើថោកទាបរបស់យោធាថៃរួមគំនិតគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ថៃរួមជាមួយឧបនាយករដ្ឋមន្ត្រីការបរទេសរបស់ថៃនៅក្នុងការរំលោភបំពានបិទបាំងនៅទង្វើអាក្រក់របស់ខ្លួនចំពោះពិភពលោកហើយសារនេះក៏សូមផ្ញើទៅកាន់ប្រជាជនថៃគ្រប់រូបផងដែរថាដល់ពេលវេលាហើយដែលថ្នាក់ដឹកនាំរបស់អ្នកកុហកអ្នកកន្លងមកប៉ុន្តែអ្វីជាការពិតនោះបើអ្នកទំនេរអ្នកឯងចុះមកមើលខ្លួនឯងទៅមកមើលឲ្យច្បាស់ទៅហើយព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតថាឫសគល់នៃទឹកដីរបស់អ្នកឯងរស់នៅសពថ្ងៃនេះជាទឹកដីរបស់ដូនតាអ្នកណាអ្នកឯងកុំអាងប្រើប្រាស់កម្លាំងយោធាដើរជិះជាន់តម្លៃនិងកិត្តិយសរបស់ជាតិសាសន៍ដទៃឲ្យសោះកម្មពៀដែលអ្នកឯងបានសាងនឹងត្រូវតែត្រឡប់ឲ្យអ្នកឯងទទួលយកមិនចាំបាច់ថ្ងៃស្អែកឡើយ
អរគុណបងប្អូនប្រិយមិត្តទេសនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនា